ចេហៅចៅអ៊ីងអ៊ីងសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំអ៊ីងអ៊ីងជួបគ្នាម្ដងទៀតហើយណាហើយវីដេអូនេះដែរគឺខ្ញុំមកតាមសំណូមពរចែករំលែកអំពីផ្លែឈើជាច្រើនមុខនៅក្នុងវីដេអូនេះណាប៉ុន្តែខ្ញុំមានភាគព្រោះវាវែងពេកអញ្ចឹងនេះគឺជាភាគទី1ហើយមុននឹងចូលដល់វីដេអូខ្ញុំក៏មានជាសភៅសន្ទនាវគ្គដំបូងដល់វគ្គ3សភៅពាក្យរោងចក្រនិងសំណង់សភៅសម្រាប់អ្នករកស៊ីលក់ដូររត់តាក់ស៊ីនិងធ្វើការទូទៅជាពិសេសសភៅរៀនសរសេរអក្សរចិនផងដែរកុំឲ្យខាតពេលយូរតោះចូលដល់វីដេអូយើងទាំងអស់គ្នាភីងគួផ្លែប៉ោមសៀងលីផ្លែសារីក្រអូបបាយលីផ្លែសារីស្ករឈីងผิงกัวផ្លែប៉ោមខៀវសៀងជាវចេកភូថៅផ្លែទំពាំងបាយជូអ៊ីងថៅផ្លែឈើរីឆៅម៉ៃផ្លែស្ទ្រប៊ឺរីឡានមីផ្លែប៊ឺរីខៀវបាយសៀងกัวផ្លែផាសិនស៊ីហ្វានเหลียนផ្លែផាសិនអញ្ចឹងបាយសៀងกัวនិងស៊ីហ្វានเหลียนគឺប្រើបានថាផាសិនដូចគ្នាណាបងชื่อផ្លែទំលាប់